សូមជូនរឿងព្រះនាងកំសត់និងចាប់ញាក់ក្នុងព្រះរាជវាំងដ៏ស្រស់ស្អាតមួយមានព្រះនាងតូចម្នាក់ឈ្មោះសុរិយាព្រះនាងមានអ្វីគ្រប់យ៉ាងប៉ុន្តែព្រះនាងមានអារម្មណ៍ឯកាដោយសារព្រះនាងដើរលេងតែម្នាក់ឯងក្នុងសួនផ្កាគ្មានមិត្តភក្តិលេងជាមួយឡើយព្រះនាងដើរជិតបឹងផ្កាឈូកព្រះនាងមើលតែក្នុងទឹកហើយព្រះនាងគិតថាហេតុអ្វីបានជីខ្លួនឯកោម្ល៉េះភ្លាមនោះព្រះនាងបានឮសំឡេងច្រៀងដ៏ស្រទន់ពីចង្អាយព្រះនាងភ្ញាក់ស្អើលហើយក៏ព្រះនាងនៅស្ងៀមចាំស្ដាប់យ៉ាងពីរោះរណ្ដំនៅលើដើមឈើមានបក្សីមាសតូចមួយវាច្រៀងយ៉ាងពីរោះព្រះនាងមិនធ្លាប់បានឃើញវាពីមុនមកឡើយវាពិតជាស្រស់ស្អាតនិងមានសំឡេងពីរោះណាស់ព្រះនាងមានទឹកមុខសប្បាយហើយញញឹមជាលើកដំបូងបេះដូងព្រះនាងមានអារម្មណ៍ថាកក់ក្ដៅដែលបានឃើញបក្សីនេះបក្សីនៅតែបន្តច្រៀងយ៉ាងស្រទន់ព្រះនាងដើរយឺតទៅជិតវាព្រះនាងចង់ឃើញវាច្បាស់ជាងមុនភ្លាមនោះបក្សីបានហោះចេញទៅព្រះនាងភ្ញាក់ស្អើលហើយព្រះនាងមានអារម្មណ៍ថាសោកស្ដាយណាស់ដែលវាហោះចេញព្រះនាងបាននៅអង្គុយស្ងៀមស្ងាត់ព្រោះព្រះនាងបាននឹកបក្សីនេះនោះមួយសន្ទុះយូរយាយម៉ាលីបានមកដល់គាត់ញញឹមយ៉ាងស្រទន់ហើយគាត់សួរទៅកាន់ព្រះនាងដោយក្តីបារម្ភហើយយាយប្រាប់ថាការថែរក្សាសួនផ្កានឹងនាំមកនូវសេចក្តីសុខព្រះនាងស្ដាប់យ៉ាងយកចិត្តទុកដាក់ព្រះនាងចាប់ផ្ដើមស្រោចទឹកផ្កាហើយតារាក៏មកជួយព្រះនាងផងដែរសួនផ្កានៅទីនេះមានផ្ការីកស្រស់ស្អាតជាច្រើនណាស់ព្រះនាងក៏មានអារម្មណ៍ល្អវិញហើយព្រះនាងបានឲ្យអាហារដល់សត្វតូចៗជាច្រើនក្នុងសួនផ្កាព្រះនាងមានអារម្មណ៍រីករាយបេះដូងព្រះនាងពោរពេញដោយក្តីស្រឡាញ់សួនផ្ការីកពេញទីពណ៌ស្រស់ស្អាតគ្រប់ទីកន្លែងព្រះនាងញញឹមដោយមោទនភាពភ្លាមនោះស្រាប់តែមានពន្លឺមាសមួយបាំងបញ្ជើងមកព្រះនាងមានអារម្មណ៍ភ្ញាក់ស្អើលបក្សីមាសបានត្រឡប់មកវិញឲ្យព្រះនាងឃើញម្ដងទៀតវាច្រៀងនៅជិតព្រះនាងមានអារម្មណ៍សប្បាយចិត្តណាស់ព្រះនាងមិនព្យាយាមចាប់វាទៀតទេព្រះនាងគ្រាន់តែស្ដាប់សំឡេងវាពិតជាពីរោះអនេកបក្សីបានហោះទៅទុំលើដៃរបស់ព្រះនាងពួកគេក៏ក្លាយជាមិត្តភក្តិនឹងគ្នាហើយព្រះនាងមិនឯកោទៀតឡើយចាប់ពីថ្ងៃនោះមកព្រះនាងរស់នៅដោយសេចក្តីសុខបក្សីច្រៀងជារៀងរាល់ថ្ងៃព្រះនាងបានរៀនថាក្តីស្រឡាញ់និងការថែរក្សានាំមកនូវមិត្តភាពពិតរឿងនិទាននេះបានដល់ទីបញ្ចប់សូមអរគុណ